Hello, đây này tụiយើងnày chẳng ngày nay nhưng vật lập mà chú khné sao máy ấy chỉ mùi năng videoរបស់គ្រូចាន់ស៊ីបាទវីដេអូនេះដូចជាវីដេអូទីប្រហែលនេះទី7ទេផ្លេចបាត់ហើយបាទតែថ្ងៃហ្នឹងយើងមកធ្វើការដោះស្រាយជាមួយនឹងលំហាត់ជីវៈមួយបាទមានលំហាត់ADN ហើយនឹងលំហាត់ protein បាទឬក៏លំហាត់ ANM ហ្នឹងអឺចឹងនៅក្នុងវីដេអូហ្នឹងខ្ញុំនឹងធ្វើការដោះស្រាយតែលេខ7នេះមួយទេលំហាត់ ADN នេះមួយសិនដោយសារតែបើសិនជាយើងដោះទាំងពីរទៅវាអាចនឹងយើងវែងអញ្ចឹងក្នុងវីដេអូហ្នឹងយើងធ្វើតែលំហាត់លេខ7សិនទេហើយចំពោះលំហាត់លេខ8ខ្ញុំនឹងធ្វើនៅក្នុងវីដេអូក្រោយទៀតហើយតោះចឹងកុំឲ្យខាត់ពេលយូរយើងទៅមើលរបៀបដោះស្រាយទាំងអស់គ្នាអញ្ចឹងដំបូងគឺយើងអានប្រធានសិនបាទឥឡូវយើងដាក់សិនមកលេខ7កគេសួរអីគេគណនាចំនួនជំហានរបស់អង្កត់ ADN នេះបាទយើងដាក់ថាគណនាចំនួនជំហានរបស់អង្កត់ ADN អូខេចឹងចំពោះលំហាត់ជីវៈគឺដាច់ខាតគឺត្រូវតែដាក់បំរាប់មកតែម្ដងបាទនៅក្នុងលំហាត់មួយប្រធានហ្នឹងគឺគេប្រាប់អីគេខ្លះគឺយើងស្រង់មកទាំងអស់មកបាទអញ្ចឹងយើងអានប្រធានតិចមកគេថាអង្កត់ ADN មួយមាននុយក្លេអ៊ីត A 200បាទដែលស្មើនឹង20%បាទអញ្ចឹង20%នេះគឺជាភាគរយ A អញ្ចឹងមានន័យថាភាគរយ A ស្មើនឹង20%បាទនៃចំនួននុយក្លេអ៊ីតសរុបគេដឹងថាចំនួននុយក្លេអ៊ីតច្រវាក់មកខាងបាទនេះអញ្ចឹងយើងមើលកន្លែងហ្នឹងតិចប្រយ័ត្នអត់ដឹងថាច្រវាក់មកខាងហ្នឹងមិនទេបាទរបស់ ADN មានភាគរយ A ស្មើ 24% និង C ស្មើ 40% នៃនុយក្លេអ៊ីតច្រវាក់មកខាងអញ្ចឹងភាគរយ A1 ស្មើនឹង 24%អូខេអានេះគឺភាគរយ C1 ហ្នឹងទៅឬក៏យើងដាក់ C2 ក៏បានដែរតោះឥឡូវយើងដាក់បំរាប់សិនមក A ស្មើនឹង200នុយក្លេអ៊ីតបាទខ្ញុំសេនុយប៉ុណ្ណឹងចុចសារខ្ជិលសេវែងខ្លាយវីដេអូវែងភាគរយ A ស្មើនឹង 20% អូខេភាគរយ A ស្មើនឹង 20%អីគេទៀតមិនមានភាគរយ A ស្មើ 24ភាគរយ C ស្មើ 40បាទភាគរយ A1 ស្មើ 24% ហើយភាគរយ C1 ស្មើ 40%អូខេអញ្ចឹងចំពោះការគណនាចំនួនជំហានគឺយើងត្រូវចាំបាច់ស្គាល់អីគេយើងត្រូវចាំបាច់ស្គាល់ធំត្រូវអត់ដើម្បីអីយើងដឹងអីចំពោះ ADN គឺមួយជំហានមានប៉ុន្មាននុយក្លេអ៊ីតគឺមាន20នុយក្លេអ៊ីតអញ្ចឹងបានន័យថាចំនួនជំហានវាស្មើនឹងធំចែកនឹង20បានន័យថាធំនេះស្មើ20ទៅបាន1ជំហានអូខេបាទអញ្ចឹងយើងទៅរកធំហើយសួរថារកធំនេះយើងរកតាមណាយើងមើលកន្លែងនេះយើងមាន A ហើយយើងមានភាគរយ A ទៀតអញ្ចឹងយើងនឹកឃើញរូបមន្តអីមួយនេះរូបមន្តតាស្មើជាភាគរយភាគរយ A ស្មើជាមួយនឹង A គុណនឹង100%ចែកជាមួយនឹងធំហើយយើងដោះរកធំមកចាញ់អត់បាទនេះយើងស្គាល់ហើយអានេះក៏យើងស្គាល់បាទប្រកាសជាចាញ់អញ្ចឹងយើងដាក់តិចមកមុននឹងដល់ស្មើជាភាគរយគឺយើងវិចារតាមគោលការណ៍ពេញបាសសិនមកបាទតាមគោលការណ៍បំពេញបាសគោលការណ៍ពេញបាស ADN របស់យើងគឺអីគេ A បំពេញតេនាំឲ្យ A ស្មើតេបាទនាំអីគេភាគរយ A ស្មើនឹងភាគរយតេ C បំពេញ C អញ្ចឹងនាំឲ្យ C ស្មើ C នាំឲ្យភាគរយ C ក៏ស្មើភាគរយ C អូខេហើយយើងដាក់ថាតាមសមាមាត្រជាភាគរយអូខេតាមសមាមាត្រជាភាគរយភាគរយ A ស្មើនឹង A
គុណនឹង100%ចែកជាមួយនឹង m ធំអូខេតើយើងជួយលេខចូលមកភាគរយ a យើង20%ចឹងដាក់20ស្មើនឹងបាទអានុយក្លេទៀត a យើង200គុណនឹង100ចែកនឹង m ធំបាទអញ្ចឹងយើងបោះរក m ធំមកស្មើនឹងបាទយើងរុញអា20នេះមកក្រោមវិញមកចឹងវាស្មើ200 0ចែកនឹង20លុប01ចោល2000ចែក2បាន1000បាទ1000 nucleotide អូខេហើយយើងវិចារចំនួនជំហានបាទដោយ1ជំហានមាន20 nucleotide អញ្ចឹងយើងបានចំនួនជំហានហើយសុំសេកាត់ដែលសារខ្លាចវីដេអូវែងបាទបើទៅសេប្រឡងមែនតើគឺទៅសេពេញមកបាទចំនួនស្មើនឹង m ចែកនឹង20បាទអញ្ចឹងស្មើនឹងប៉ុន្មានយើងជួយលេខចូលមកសារ m ធំយើងមានហើយក្នុងជីវៈយើងមិនបាច់ដាក់ដោយដាក់អីទេបាទយើងគ្រាន់តែស្រង់បំរ័តហោអាណាដែលយើងត្រូវហោហើយយើងជួយលេខចូលមកគិតនេះគិតលេខមកគឺចាញ់ចម្លើយអូខេលុប01ចោលទៅ100ចាញ់2បាន50បាទអញ្ចឹង50ចំហ៊ានបាទងាយបាទអញ្ចឹងដូចនេះចំនួនចំហ៊ានស្មើ50ចំហ៊ានអូខេចាប់មួយអូខេតែនេះទៅមើលសំណួរខគេសួររកអីគេតោះសំណួរខកណនីចំនួននុយក្លេអូទីតប្រភេទនីមួយនៃចរវៈមកនីមួយបាទនុយក្លេអូទីតនីមួយនៃចរវៈនីមួយរបស់អង្កត់ ADN អូខេអញ្ចឹងគេចង់បាន A1 T1 C1 C1 ហើយ A2 T2 C2 C2 ហ្នឹងទៅប៉ុន្តែយើងរកតាចុះច្រវាក់ទី1ទៅច្រវាក់ទី2យើងឃើញអូតូហើយអូខេអញ្ចឹងយើងទៅមើលថាយើងធ្វើតាមណាយើងដាក់សិនមកកណនីចំនួននុយក្លេអូទីតប្រភេទនីមួយរបស់ច្រវាក់មកខាងបាទសេកាត់ខ្លះអូខេឥឡូវយើងទៅមើលយើងមានអីគេខ្លះយើងមានភាគរយ A1 ដែរអូខេយើងមានភាគរយ A1 និងភាគរយ C1 អញ្ចឹងពីក្នុងហ្នឹងយើងអាចរកអីគេបានបាទឥឡូវយើងមើលតិចសិនទៅយើងដឹងថាភាគរយ A1 នេះវាស្មើជាមួយនឹង A1 គុណនឹង100ចែកនឹង m លើ2ដោយសារតែវាច្រវាក់មកខាងអញ្ចឹងយើងត្រូវយក m នឹងចែក2ហើយ m យើងមានអញ្ចឹងយើងអាចទាញរក A1 បានដល់ពេលយើងទាញរក A1 យើងមានរូបមន្តមួយទៀតគឺ A ស្មើជាមួយនឹង A1 បូក T1 A1 យើងមាន A យើងមានយើងបោះដោះរក T1 ឃើញហើយយើងនៅសល់អីគេទៀតនេះភាគរយ C អញ្ចឹងភាគរយ C យើងធ្វើដូចគ្នាមកបាទ C1 គុណនឹង100ចែកនឹង m លើ2អានេះយើងរកឃើញហើយយើងរក C1 ឃើញដល់ពេលយើងរក C1 ឃើញហើយយើងហៅ C1 ឃើញដែរដោយសារអីគេនេះយើងមាន m ធំហើយយើងមាន A យើងអាចរក C ឃើញតោះអញ្ចឹងហើយយើងធ្វើមួយមកយើងរក C សិនទៅកុំឲ្យពិបាកតោះអញ្ចឹងដាក់ថាតាមគោលការណ៍បំពេញបាសបាទអីដែលយើងត្រូវរកគឺយើងទៅរក C1 សិនទៅដើម្បីឲ្យស្រួលបាទស្រួលរកនៅពេលក្រោយស្រួលយើងទេA ស្មើ T បាទ C ពេញ C នាំឲ្យ C ស្មើ C អញ្ចឹងទៅអញ្ចឹងយើងបានអីគេបាទnucleotide សរុបរបស់ ADN ទាំងអស់វាស្មើជាមួយនឹង 2A បូក 2C តែពិតវាស្មើជាមួយនឹង A បូក T បូក C បូក C
ប៉ុន្តែនេះអាពីរនេះស្មើគ្នាអាពីរនេះស្មើគ្នាអញ្ចឹងយើងចង់សរសេរ 2a បូក 2c ក៏បានយើងសរសេរ 2t បូក 2c ក៏បានដែរអត់បញ្ហាទេអញ្ចឹងអាហ្នឹងគឺជាដើមហេតុនៃរូបមន្តហ្នឹងណាតិចអត់ដឹងណាអូខេអញ្ចឹងអំធំគឺ1000ស្មើនឹង2គុណនឹង a នៃ a យើងស្មើ200អូខេ200បូក 2c អូខេអញ្ចឹង1000ស្មើនឹង400បូកនឹង 2c 2c ស្មើបើនេះឆ្លងសញ្ញាស្មើមកចេញសញ្ញាដកអូ sorry បាទ1000ដក400បាទ1000ដក400សល់600បោះរសេស្មើនឹង600ចែកនឹងចែក2 600ចែក2មិនមែន300នុយក្លេទៀតចឹងទៅអូខេអញ្ចឹងយើងទៅរក A1 ហើយC1 ឃើញទៅបាទយើងដាក់ថាវិចារថាដោយបាទអាចវៈសងខាងបាទដាក់ថាដោយ molecule ADN 1បង្កឡើងពីច្រវាក់នុយក្លេអូទីត2ខ្សែ2ខ្សែឯកភាពណាADN 1បង្កឡើងពីច្រវាក់នុយក្លេអូទីត2ខ្សែអញ្ចឹងយើងបាននេះគេបាទអញ្ចឹងយើងបាន A1 ស្មើនឹងបាទស្មើតែ2អូខេអានេះមានភាគរយយើងវិចារភាគរយទៀតមកអញ្ចឹងនាំឲ្យភាគរយ A1 ស្មើភាគរយតេ2បាទចុះតេ1ស្មើនឹងអីគេអូខេស្មើ A2 អញ្ចឹងនាំឲ្យភាគរយតេ1ក៏ស្មើភាគរយ A2 ចុះ C បាទ C1 ស្មើ C2 បាទអញ្ចឹងនាំឲ្យភាគរយ C1 ស្មើនឹងភាគរយ C2 បាទចុះ C1 ស្មើនឹង C2 នាំឲ្យភាគរយ C1 ស្មើភាគរយ C2 អូខេហើយបើយើងដាក់ថាតាមសមាមាត្រជាភាគរយទៀតហ្នឹងហើយច្រវាក់មួយខាងក៏មានសមាមាត្រជាភាគរយរបស់វាដែរណាអូខេសមាមាត្រជាភាគរយបាទយើងមានភាគរយ A ហើយនឹងភាគរយ C អូខេអញ្ចឹងដំបូងយើងរក A សិនមកបាទភាគរយ A A1 ស្មើនឹងA1 គុណនឹង100ចែកនឹងអមលើ2អូខេ A1 យើងគឺ24ស្មើនឹង100 A1 ចែកនឹងអំធំ1000នៅលើ2អញ្ចឹងស្មើប៉ុន្មានអូខេ1000ចែក2ស្មើ500អូខេ500អញ្ចឹងយើងរក A1 មកស្មើនឹង500គុណនឹង24ចែកនឹង100អូខេកាត់លេខតិចមកអានេះសម្រួល2ចោលអស់ហើយសល់5គុណនឹង24បាទ5គុណនឹង24ប្រហែលជា120ហ៎មើលគុណលេខតិចណា12ត្រូវឲ្យ120យ៉ាណាពណ៌ខ្មៅវិញរត់ឃើញអូខេស្មើនឹង120នុយក្លេទីតនឹងបាទដាក់នឹងភាគរយ C1 ស្មើនឹងបាទដូចគ្នា C1 គុណនឹង100%ចែកជាមួយនឹង m លើ2បាទនេះឲ្យ C1 ត្រូវណាអូខេ C1 បាទ40%ស្មើនឹង100 C1 នៅលើ1000លើ2អូខេ40ស្មើនឹង100 C1 នៅលើ1000ចែកពី500អញ្ចឹងនាំឲ្យ C1 ស្មើ40បាទយើងគុណខ្វែងមកបាទតិចអត់ដឹងរបៀបគុណខ្វែងអានេះគឺភាគបាយវាមួយគុណទៅលើទៅ40គុណនឹង500ចែកនឹង100បាទរបៀបបោះរូបមន្តគឺប្រគ្រាយើងប្រកាសជាចេះហើយបាទអានេះសម្រួល02ចោលមកសល់40គុណនឹង5ស្មើនឹង200
200 នុយក្លែទៀតបាទហើយដាក់ថាយើងបានបាទព្រោះអីអាហ្នឹងយើងអាចសរសេរចឹងបានដោយសារតែវានៅក្នុងវាចាហ្នឹងតែមួយទេអញ្ចឹងយើងអាចសរសេរយើងបានយកហ្មងទៅបាទ a ស្មើនឹង a1 បូកតេ1ឬក៏យើងតាមពិតវាស្មើជាមួយនឹង a1 បូក a2 អូខេយើងចង់សរសេរ a1 បូក a2 ក៏បានដែរបាទស្រាប់តែយើងទេវាចេញច្រឡំមកដូចគ្នាទេតែ a2 នេះវាស្មើគេតេ1នេះវាចានៅលើហើយអីអូខេនេះណា sorry នេះតេ1ស្មើ a2 ច្រឡំលេចមើលបាទជាស្រ័យអូខេតោះយើងទៅក្រោមទៀតអូខេ a របស់យើងរកឃើញគេឲ្យមកឲ្យ a 200បាទ200ស្មើនឹង a1 របស់យើងគឺ120បូកតេ1អូខេយើងបោះរកតេ1មកស្មើនឹងមែនបាទបោះឆ្លោះសញ្ញាស្មើចេញសញ្ញាដក200ដល់120សល់80នុយក្លេអូទីតអូខេហើយបាទដាក់ហើយមួយម៉ាត់ទៀតមកវាមិនតោះខអីទេតោះសេស្មើសេ1បូកសេ1បាទអញ្ចឹងសេយើងស្មើហ្មងយើងរកឃើញមិញ300នុយក្លេទីតស្មើនឹងសេ1របស់យើងគឺ200នុយក្លេទីតហើយបូកជាមួយនឹងសេ1មកអញ្ចឹងបោះរកសេ1ស្មើនឹងអីគេ300ដក200បាទស្មើនឹង100នុយក្លេទៀតបាទសូមសេនេះចុះខ្លាចអត់មានកន្លែងដាក់ដូចនេះអញ្ចឹងយើងដាក់ដូចនេះមួយម៉ាត់មកបាទយើងរកឃើញអស់ហើយបាទដូចនេះកុំភ្លេចដាក់ច្បាប់ទី2ឲ្យគេផង a1 ស្មើទេ2ស្មើនឹង120ត្រូវហ្នឹងឯង120ទេ1ស្មើ a2 ស្មើនឹង80អូអានេះភ្លេចដាក់ຂະຫນາດអូខុសធ្ងន់ណាស់អូខេចាំតិចអូខេទេ1ជ្រាបតិចនៅក្លេតិតដល់ណាហើយសេ1ស្មើសេ2ស្មើនឹង200នុយក្លេតិតហើយចុងក្រោយគឺសេ1បាទសុំសេនៅក្រោមនេះចុះសេ1ស្មើសេ2ស្មើនឹងណាន100នុយក្លេតិតបាទអូខេចប់បាទប៉ុណ្ណឹងមកគឺ the best បាទដែរលំហាត់ងាយបាទស្រួលអត់មានអីពិបាកផងត្រូវអត់អូខេអញ្ចឹងការដោះស្រាយលំហាត់ ADN ថ្ងៃហ្នឹងក៏មានតែប៉ុណ្្នឹងដែរបាទហើយរូបមន្តសំខាន់មួយចំនួនក៏អត់មានអីច្រើនដែរបាទគ្រាន់តែថាការដោះស្រាយលំហាត់ជីវៈវារៀងខុសប្លែកពីគណិតរូបគីមីដែរខុសមិនខុសវាមិនខុសអីប្រហែលទេតែគ្រាន់តែថាធម្មតាពេលដោះស្រាយលំហាត់គីមីឬក៏រូបអីយើងមិនដាក់តាមរូបមន្តដាក់អីហើយយើងដាក់ដោយត្រូវអត់ដាក់ដោយហើយជួយលេខចូលប៉ុន្តែការដោះស្រាយលំហាត់ជីវៈគឺយើងអត់ធ្វើចឹងទេទី1គឺយើងត្រូវស្រង់បំរាប់ហើយយើងត្រូវវាចារកអីដែលយើងចង់រកហ្នឹងបាទអានេះយើងរកខ្ញុំចូលចិត្តរកពីក្រោមមកលើបាទនេះថាគេសួរឥឡូវឧទាហរណ៍ថាកនេះគេសួរចំនួនចំហៀនអញ្ចឹងខ្ញុំអត់ថតចំនួនចំហៀនហ្នឹងហ្មងទេខ្ញុំដាក់ហអីដែលពាក់ព័ន្ធដែលអាចឲ្យខ្ញុំទៅរកចំនួនចំហៀនហ្នឹងសល់ឃើញសិនគឺអីគេនេះគឺអំធំនេះយើងអត់តមានទេអញ្ចឹងត្រឡប់ខ្ញុំគឺខ្ញុំរកពីក្រោមមកលើវិញបាទតែប៉ុតយើងអាចវិចារចំនួនចំហៀននេះមុនក៏បានដាក់ចឹងទៅហើយស្មើលើ20អញ្ចឹងទៅហើយបន្តមកយើងដាក់ថាតាមគោលការណ៍ពេញបាសហើយរឃើញមកจะយកជួសជុលចំនួនចំហៀនវិញក៏បានដែរអត់បញ្ហាទេអាហ្នឹងសាច់ទៅលើគ្នាយើងចំណងជ្រុលចិត្តគ្នាយើងដែលចង់ទៅសេតែយើងសេមួយណាមុនក៏បានដែរអូខេហើយសំខាន់មួយទៀតនោះគឺវិចារបាទជីវៈតាអត់ចាំវិចារគឺស្បៃហ៎ហើយវិចារជីវៈក៏វាមិនជាប្របាកណាស់ណាដែរយើងយល់វាខ្លះទៅហើយក៏យើងអាចទៅសេវិចារមកដោយខ្លួនឯងចេញមកដោយឯងហ្មងនេះដូចគោលការណ៍ពេញបាសអីវ៉ាន់នេះអានេះគ្នាយើងប្រកាសជាដឹងហើយបាទអានេះអីវ៉ាន់នេះអត់មាននេះពិបាកទេបាទអញ្ចឹងវីដេអូថ្ងៃហ្នឹងក៏មានតែប៉ុណ្្នឹងដែរហើយការដោះស្រាយលំហាត់ជីវៈ ADN ថ្ងៃហ្នឹង
có vì mình chỉ special ấy na đấy lồng hạt đi có chỉ côn lồng hạt mũi đây bàn tay yeah dương có mình ai mơ xa côn lồng hạt năng bàn đấy bà dương nhằng mơ xa dương thơ lồng hạt thùng thốt là về cái chuyện lồng hạt tụi mỗi dương đỏ tránh dương dùng mình vòn cỏ okay. Trên dương chia viên và dương riêng là tây lồng hạt tìm bảy ní cho bộ lồng hạt tìm bảy nó nhưng mà phơi là không bị ổ cái bàn tay cái chứ cái do ta sạ phơi môn nhom bàn đài trong đằng thá trên nhầm lòi mà thôi nhưng mà trên video là bài phim mình đã khi trong đợt thá chấm lói trời on ok chẳng video nó gọi bé ra tế bye bye nè ok hay chụp cái video cái tiếp